អ្វីទៅជាអំពើរួមភេទជាមួយអនីតិជនអំពើរួមភេទជាមួយអនីតិជនបានកំណត់នៅក្នុងមាត្រា42នៃច្បាប់ស្តីពីការបង្កាប់អំពើជួញដូរមនុស្សនិងអំពើធ្វើអាជីវកម្មផ្លូវភេទដែលបានបញ្ញត្តិថាជនណាបានប្រព្រឹត្តអំពើរួមភេទជាមួយអនីតិជនដែលមានអាយុក្រោម15ឆ្នាំត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី5ឆ្នាំដល់10ឆ្នាំការកំណត់ផ្តន្ទាទោសយ៉ាងធ្ងន់ធ្ងរចំពោះអំពើនេះគឺក្នុងគោលបំណងហាមឃាត់យ៉ាងដាច់ខាតមិនឲ្យមានការរួមភេទជាមួយអនីតិជនអាយុក្រោម15ឆ្នាំត្បើយទោះបីជាមានការព្រមព្រៀងឬមានការសាមគ្គចិត្តពីអនីតិជនក៏ដោយការហាមឃាត់នេះគឺច្បាប់បានគិតគូរអំពីកត្តាជីវសាស្ត្រវិទ្យាសាស្ត្រដែលធ្វើឲ្យប៉ះពាល់ដល់សរីរាង្គនិងសុខភាពរបស់អនីតិជនព្រមទាំងលើកកម្ពស់ទំនៀមទម្លាប់ប្រពៃណីដ៏ផូរផង់របស់ខ្មែរផងដែរជាមួយគ្នានេះដែរត្រង់ស្មារតីមាត្រា43នៃច្បាប់នេះបានបញ្ញត្តិថាអំពើអះនៅក្នុងច្បាប់នេះមានន័យថាជាអំពើនៃការប៉ះពាល់ឬការបង្ហាញកេរ្តិ៍ភេទឬផ្នែកផ្សេងទៀតរបស់ជនដទៃឬការឲ្យជនដទៃប៉ះពាល់កេរ្តិ៍ភេទឬផ្នែកភេទផ្សេងទៀតរបស់ជនល្មើសខ្លួនឯងឬរបស់តេយ្យជនក្នុងចេតនាធ្វើឲ្យរំជួលឬរីករាយដល់ចំណង់ផ្លូវភេទរបស់ជនល្មើសជនណាដែលបានប្រព្រឹត្តអំពើអះទៅលើជនដទៃដែលមានអាយុតិចជាង15ឆ្នាំត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី1ឆ្នាំដល់3ឆ្នាំនិងពិន័យជាប្រាក់ពី2លានរៀលដល់6លានរៀលលើសពីនេះជនណាដែលប្រព្រឹត្តបទល្មើសដូចមានចែងក្នុងមាត្រា42ឬមាត្រា43នេះបើមិនរៀងចោលទេត្រូវផ្តន្ទាទោសដាក់ពន្ធនាគារទ្វេដងសរុបមកអំពើរួមភេទជាមួយអនីតិជនក្រោមអាយុ15ឆ្នាំគឺជាបទល្មើសពិសេសនិងជាបទឧក្រិដ្ឋដែលត្រូវបានបញ្ញត្តិផ្តន្ទាទោសយ៉ាងធ្ងន់ធ្ងរទៅជនល្មើសដែលប្រព្រឹត្តអំពើនេះដែលធ្វើឲ្យប៉ះពាល់ដល់សង្គមគ្រួសារនិងសណ្ដាប់ធ្នាប់សាធារណៈក្នុងគោលបំណងដើម្បីការពារសិទ្ធិសេចក្តីថ្លៃថ្នូរនិងសុខភាពរបស់កុមារព្រមទាំងរក្សាបាននូវប្រពៃណីទំនៀមទម្លាប់ផងដែរ